tạiយើង download building footprint ពីណាបាទអញ្ចឹងខ្ញុំ download ចេញពី website របស់ Google Research អញ្ចឹងនៅក្នុង link ដែលខ្ញុំផ្ញើនៅក្នុង Telegram ណាយើងអាចបើកវាមកហើយយើង scroll ទៅខាងក្រោមណាបាទនេះ scroll ខាងក្រោមហ្នឹងឃើញមាន download data from map អូខេអញ្ចឹងនៅក្នុងតែใน Google វាមាន grid នេះកន្លែងណាដែលមាន grid ហ្នឹងគឺមានកន្លែងមាន data បើយើង zoom ដើម្បី zoom យើង shift control ចុចលើ control មួយមកយើង ព្រីកមកកន្លែងទីតាំងដែលយើងចង់ download មកបាទអូខេបាទអញ្ចឹងbuilding footprint ប្រទេសយើងវានៅក្នុង2 cell បាទបើយើងចង់ download ទូទាំងប្រទេសហើយយើង download ចេញពី grid នេះមួយបាទហើយ grid នេះមួយទៀតបាទហើយយើងយកមក merge បញ្ចូលគ្នាហើយយើង clip យកទៅទីតាំងដែលនៅក្នុងប្រទេសយើងពួកបាទអញ្ចឹងយើង download ពីរហ្នឹងមកអញ្ចឹងclick លើហ្នឹងមកឃើញហើយនេះវាមានដាក់ទំហំ 3.3G អញ្ចឹងយើង click លើហ្នឹងមកវា download ឲ្យយើងបាទអញ្ចឹង download មកវាជា save file តែម្ដងបាទអញ្ចឹងយើង unzip វាហើយយកមក add ចូលនៅក្នុងQGIS យើងមកយើងអាចប្រើបានហើយយើងអាច clip យើងអាច process ឲ្យបានបន្តទៀត